ឆាប់រត់ទៅអាលឿនអាលឿនអាហ្វុងកូនមានអារម្មណ៍យ៉ាងម៉េចហើយប៉ាដៃខ្ញុំកម្រើងមិនរួចទេថ្ងៃមុខខ្ញុំពិការទេប៉ាអត់ទេពីបងឈឺណាស់មែនទេឯងចេញទៅប៉ាមិនមែនមកអក្រក់របស់ឯងទេមិនក៏ប្រុសទៅជ្រុកព្រៃបុកនោះឲ្យទៅនៅចិត្តឯងគ្រួសារទាំងមូលមិនដែលជួបរឿងល្អទេទូឲ្យចេញទៅយូរហើយតែគ្រប់គ្នាចិត្តតែចង់ចូលទៅលាងភ្នំរឿងមិនទាន់ឥឡូវនេះគឺត្រូវរ៉ូឡានចូលពីលើភ្នំបញ្ញាប់បញ្ជូនអាហ្វុងទៅទីពេទ្យនិយាយស្រួលមែននៅលើភ្នំគ្មានសេវាទេមីងងឹតហើយរកផ្លេចយ៉ាងម៉េចបងធំដឹងថាមីងងឹតរកផ្លេចចុះមិនឃើញហើយអញ្ចឹងពួកយើងទុកគាត់នៅទីនេះហើយរកវិធីនាំទូចុះឥឡូវទៅឈិញកុំខ្លាចបងនឹងការពារអូននឹងទូបានល្អបំផុតអញ្ចឹងធ្វើយ៉ាងម៉េចមីងងឹតបែបនេះបើយើងមិនប្រញាប់ចាក់ចេញខ្លាចលុះជ្រុកព្រៃមកដល់ទីនេះក្មេងផ្កាយសំណាងខ្ញុំអាចនាំអញរកផ្លេចចុះបានចាប់ទៅលោកប៉ាចាប់ទៅថានាំយើងរកផ្លេចចុះបានទូរឿងនេះមិនដូចជាការរយិនសិនដែលអាចលេងល្បែងសំណាងទេបើសិនជាខុសផ្លូវនោះយើងជួបជ្រុកព្រៃយើងនឹងរត់មិនរួចទេណាទូម៉ាក់ដឹងថាកូនចង់ជួយប៉ាតែសភាពពេលនេះគឺពិតជាគ្រោះថ្នាក់ណាស់យើងស្ដាប់តាមប៉ាល្អទេហេលោកប៉ាអ្នកម៉ាក់ខ្ញុំជាផ្កាយនាំសំណាងខ្ញុំការពារគ្រប់គ្នាបានពេលដែលទូនិយាយហាក់ដូចជាមិនដែលខុសទេផ្កាយនាំសំណាងស្អីធ្វើឲ្យគ្រួសារយើងជួបតែភាពវិនាសអូប្រុសទី2ឯងពិតជាស្ដាប់ពីព្រេះផ្ដាស់របស់ក្មេងព្រៃម្នាក់នេះមែនចោលស្លាប់តែខ្លួនឯងទៅកុំនាំពួកយើងទៅជាមួយអ្នកគ្រប់គ្រងលូដឹងថាពួកយើងអត់ទាន់ចុះពីភ្នំគេច្បាស់ជាបញ្ជូនមនុស្សតាមរកចាំនៅទីនេះបន្តិចទៀតក្រុមសង្គ្រោះមកហើយអើយខ្ញុំឈឺបងអាចចាំបានប៉ុន្តែកូនប្រុសរបស់បងមិនអាចចាំទៀតទេខ្លាចតែដៃរបស់គេពិការទេពួកឯងចេញទៅបើចេញទៅយើងនឹងត្រូវជួបពេលស៊ីទាំងអស់គ្នាបើអញ្ចឹងពួកបងសម្រាប់ចិត្តឲ្យខ្លួនឯងចុះឈិញតោះយើងទៅទូយើងទៅផ្លូវណាទៅខាងស្ដាំប៉ាម៉ាក់ដៃខ្ញុំឈឺណាស់បងធំភាពក្លាហានពិតប្រាកដគួរតែប្រើនៅពេលនេះសៀវអើមិនចង់ឲ្យបងទេពេលស្លាប់ទេសៀវអើខ្លាចមិនល្អទេជ្រុកព្រៃមកដល់ហើយលោកប៉ាមិនល្អទេជ្រុកព្រៃមកដល់ហើយពួកយើងត្រូវលាក់ខ្លួនសុំកុំឲ្យជ្រុកព្រៃមិនឃើញពួកយើងអីទៅយើងបងថ្លៃគ្រប់ព្រមកូនឲ្យបានល្អបើមានរឿងអីកើតឡើងគ្មានអ្នកណាទទួលខុសត្រូវទេសៀវអើគេនៅក្មេងគេខ្លាចសែងតែងទួចតែយ៉ាងម៉េចហីសំលេងក្មេងស្រែកយំធ្វើឲ្យជ្រុកព្រៃងាកមករកពួកយើងប្រញាប់ចេញទៅឥឡូវនេះទៅនិយាយស្រួលមិនស្ដាប់អូប្រុសទី2ពួកឯងនឹងត្រូវជ្រុកព្រៃស៊ីឈីមីងពួកយើងត្រូវនៅទីនេះពិតមែនទេហើយចោះជ្រុកព្រៃនោះតើវាត្រឡប់មកវិញទេកុំរំមើលទៅពេលវេលាកន្លងផុតយូរទៅហើយអ្នកគ្រប់គ្រងលូច្បាស់ជាបញ្ជូនមនុស្សម្រាប់ពួកយើងមិនហើយម៉ាក់មិនមែនថាសៀអើជាផ្កាយសំណាងទេមាននឹងការពារពួកយើងច្បាស់ជាមិនអីទេនេះមនុស្សយើងគឺថាពិតជាសំខាន់មែនតើទៅលើក្លិនបោះចាសម្រាប់ខ្ញុំគឺថាចូលមកកម្មវិធីនេះរបស់គ្នាណាផ្លេចទាំងអស់បានប៉ុន្តែផ្លេចដល់ខ្មែរបានដែរបងប្អូនពួកយើងត្រូវជួបជាមួយមនុស្សឆ្លងតែបងប្អូនក៏ស្រាយតាក់ទងទៅពេលដែលយើងមានបញ្ហាក្លិនបោះតែបងប្អូនណាគឺមានភាពអៀនខ្វាតហ៊ានយ៉ាងហ៊ានតែដល់ឯមិនថាការងារអីតាមចាចឹងបងប្អូនទាំងអស់គ្នាណាគឺថាប្រើប្រាស់ជាមួយឆ្នាំរបស់គ្នាអីតែបងប្អូនគឺទុកក្លិនបោះតាមយូរចាគឺថាមានសារធាតុធ្វើពេញតែបងប្អូនណាបងប្អូនទាំងអស់គ្នាគឺមានសារធាតុរ៉ាហើយសម្រាប់ឆ្នាំរបស់គ្នាអីមកយើងតែបងប្អូនណាគឺថាពណ៌គ្រីមមួយផលិតផលដែលពណ៌បៃតងគឺថាប្រើចាជាមួយធម្មជាតិសុទ្ធតែម្ដងចឹងគឺថាក្លិនបហាស្រាវសំចាញ់មិនឈឺចាញ់មិនតែបងប្អូនណាសាក់ប្រើជាមួយឆ្នាំរបស់គ្នាអីយើងទៅឡាយពិសេសមែនតើបងប្អូនណាចាយគ្នាប្រើមើលលើផលតែអាមេរិកបងប្អូនណាចាគឺច្រាស់មួយឆ្នាំដល់មួយចាប្រម៉ូសិនប្រាប់តែ$5តែប៉ុណ្ណោះចឹងបងប្អូនណាអាចយកទៅបានគ្រប់ដំណើរចែកចាយនានាទូទាំងប្រទេសជាមួយបងប្អូនតាមសារចា25ខែក្រោយទាំងអស់គ្នាចាដែលមានដូចជាមួយនឹងគ្រឿងអូបានពិតជារកឃើញមែនចាប់ទៅអរគុណអញហើយអាហ្វុងផ្ទះឡើងកុំនឹងអាចដេកបានទេហេតុអីក្រុមសង្គ្រោះមិនទាន់មកដល់ឈីមីងឬមួយពួកយើងទៅមុនមិនចឹងអាហ្វុងត្រូវបាត់បង់ជីវិតហើយតែពួកយើងមិនដឹងផ្លូវទេបើត្រូវជ្រុកព្រៃរកឃើញពួកយើងគួរធ្វើយ៉ាងម៉េចមិញពួកគេស្ដាប់តាមទូទៅខាងនោះអស់ហើយ
យូរឲ្យមិនលឺសំឡេងជ្រុកប្រៃស៊ីឲ្យទេដឹងយើងទៅឆ្វេងទៅ ត្រូវទៅខាងឆ្វេងមានសៀអឺនៅជាមួយសំណាងពួកយើងមិនអាចអាក្រក់ទេ ទៅ មិនអីទេ ហា ឡើងមក ឲ្យលឿនមក លឿនឡើង តោះ លឿនលឿន អាហ្វុងអាហ្វុង ឆាប់ឡើងសំទោសគ្រួសារនៅចាំនៅទីនេះហើយ អាហ្វុង ណែកុំបារម្ភបកគលឲ្យគ្រូពេទ្យទៅគឺបានហើយ ឆេមីងអាហ្វុងគេពិតជា កុំបារម្ភអាហ្វុងមានលៀបសំណាងធំច្បាស់ជាមិនអីទេប៉ានេះប៉ាមកដល់របៀបណាឯងធ្វើជាឪពុកគេយ៉ាងម៉េចកូនចេញទៅសិតតែល្អមកវិញស្រាប់តែចូលមន្ទីរពេទ្យហើយឯងឃើញទេ ប៉ាមិនអាចបន្ទោសឆេមីងទេបើចង់បន្ទោសប្អូនទី2បើគេមិនដដែលតំបន់យិនសិនដែលពួកយើងបានរកឃើញយើងក៏មិនទៅកន្លែងផ្សេងហើយក៏មិនបានជួបជ្រុកព្រៃនៅពេលនោះដែរបងថ្លៃឆ្លាតពេកហើយបើមិនមែននាងយាកត្រឡប់ទៅជួយទេពេលនេះពួកបងគឺត្រូវជ្រុកព្រៃស៊ីអស់ហើយ បងថ្លៃចង់ឲ្យខ្ញុំបើកកាមេរ៉ានៅក្នុងឡានឲ្យមើលទេពួកតូចកាមេរ៉ាក្នុងឡានឯងបញ្ជាក់ថាពូគឺជាអ្នកជួយពួកយើងប៉ុន្តែពូដណ្ដើមយិនសិនពីពួកយើងនេះគឺជាការពិត បងប្រាប់ធំនិយាយក៏ហាក់ទូមិនចូលចិត្តបងទេ នេះគឺជាកូនល្អដែលពួកបងបរៀនមែនទេបានហើយឈីមីងឯងនិយាយមកមើលតើយិនសិនព្រៃជារបស់អ្នកណាដែលរកឃើញមុនឯងនិយាយមកយើងនឹងជឿ លីមីងបងនិយាយទៅបងឆាប់និយាយទៅពេលនេះគ្មានអ្នកណាបញ្ជាក់ភាពស្អាតស្អំឲ្យយើងទេបងនៅធ្វើជាបងធំចិត្តទូលាយទៀតទេបងចង់ខាត់ទាំងប្រពន្ធខាត់ទាំងកូនមែនទេ អាហ្វុងរស់របួសហើយខ្ញុំមិនអាចបាត់បង់ភាគហ៊ុននៅក្រុមហ៊ុនផលិតថ្នាំទៀតទេប៉ាគឺលៀនជាដណ្ដើមយិនសិនព្រៃពីពួកយើងប៉ាគឺលៀនជាដណ្ដើមយិនសិនព្រៃពីពួកយើងបើអញ្ចឹងភាគហ៊ុនរោងចក្រផលិតថ្នាំជារបស់ឯងហើយឯងយកចុះ